ដែលមានលទ្ធភាពក៏ពុំអាចចេញរថយន្តមួយគ្រឿងនេះស៊េរីនេះបានយកទៅប្រើប្រាស់ដែរគឺផលិតតាំងពីឆ្នាំ1972ក្នុងឆាកជីវិតសឹងតែមានអ្នកខ្លះគឺគាត់អត់ទាន់បានជួបបានឃើញម្ដងទេសម្រាប់រថយន្តមួយប្រភេទនេះហើយនៅក្នុងថ្ងៃនេះគឺមានឱកាសមកធ្វើបទបង្ហាញចែកជូនពុកម៉ែបងប្អូនសម្រាប់រថយន្តមួយប្រភេទដែលពុកម៉ែបងប្អូនខ្លះអត់ធ្លាប់បានជួបអត់ធ្លាប់បានឃើញសោះបាទអញ្ចឹងមិនឲ្យបីឆ្ងាយទេសម្រាប់រថយន្តដែលខ្ញុំចង់លើកយកមកបង្ហាញនេះគឺនៅខាងក្រោយខ្ញុំហើយមាន2គ្រឿងតែម្ដងសម្រាប់បទបង្ហាញនៅក្នុងថ្ងៃនេះមានមួយគ្រឿងទៀតគឺពណ៌ដីសាច់ដែលជារថយន្តនៅក្នុងกระดาษតែម្ដងហើយសម្រាប់មួយគ្រឿងនេះគឺជារបស់ជាវហើយបងប្អូនខ្លះក៏បានឃើញវីដេអូខ្លីមួយពេលដែលអូសឡាននេះចូលមកក្នុងនេះអូខេមុននឹងខ្ញុំឈានដល់បទបង្ហាញសម្រាប់រថយន្តខាងក្រោយនោះព្រោះដោយសារតែពណ៌ស៊ីម៉ង់រៀងពិសេសជាងពណ៌ដីសាច់តិចហើយមួយគ្រឿងនេះមានបងប្អូនដែលជាអ្នកចូលចិត្តនិយមនឹងលេងឡាន off road អភិរក្សរថយន្តចាស់ៗគឺគាត់តែងតែស្រក់ទឹកមាត់ហើយសម្រាប់បងប្អូនខ្លះដែលមានលទ្ធភាពក៏ពុំអាចចេញរថយន្តមួយគ្រឿងនេះស៊េរីនេះបានយកទៅប្រើប្រាស់ដែរដោយសារតែកម្រហើយគឺបុរាណចាស់ខ្លាំងមែនទែនចឹងបងប្អូនអរគ្នាគឺជា40ស៊េរីរបស់ Lancer ហើយនេះគឺជារថយន្ត HJ45 ហើយខ្ញុំមិនលម្អិតស៊េរីច្រើនទេដោយសារតកូល Lancer គឺមានស៊េរីច្រើនទៅតាមឆ្នាំមែនទែនរហូតមកដល់បច្ចុប្បន្នមានរហូតដល់300ស៊េរីឯណោះបងប្អូនអរគ្នាសម្រាប់ HJ45 នេះគឺពណ៌ដីសាច់ជារថយន្តរបស់ក្រាស់តែម្ដងហើយមិនសូវជាពិសេសដូចខាងក្រោយទេព្រោះដោយសារតែគ្រឿងក្រោមគឺយើងធ្វើការផ្លាស់ចេញចោលទាំងអស់ហើយយើងជំនួសជាមួយនឹងពង Lancer វិញហើយម៉ាស៊ីនក៏យើងប្រើជាមួយម៉ាស៊ីន Lancer 80ដែរបបលេខក៏ប្រើជាមួយនឹង80ស៊េរីដែរមានគ្រឿងខ្លះទៀតដែលយើងពុំទាន់អាចរៀបចំបានហើយ 100%ទេដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះស្រាប់ HJ45 នៅខាងក្រោយខ្ញុំវិញគឺរៀងពិសេសតិចដោយសារតែស្ពេចខ្លះគឺយើងអត់ដកចេញទេគ្រឿងបង្គុំមានស៊ីនមានសំណុំបែបណាមកប៉ុណ្ណាគឺយើងប្រើបែបនឹងទាំងអស់លើកលែងតែគ្រឿងបែបដូចជាកស៊ូគ្រឿងអីហ្នឹងដែលវាខូចពុកប្រេះទៅប្រើប្រាស់លេងបានតែម្ដងទើបយើងធ្វើការផ្លាស់ចេញហើយមកប្រភេទនេះគឺជា Lancer មកបាំងទេបងប្អូនបាទហើយពីក្រោយគឺដូចឡាន pick up ទូទៅដែរតែរៀងស្អាតរៀង classic ជាបន្តិចហើយជាប្រភេទទូវែង HJ45 នេះគឺផលិតតាំងពីឆ្នាំ1972មកដល់ឆ្នាំ80បាទឆ្នាំ1980ហើយបងប្អូនរចនាបថរថយន្តសម័យមុនអត់មានទំនើបស៊ីវិល័យហឺហាយទេប៉ុន្តែយើងមើលទៅគឺរៀង classic ហើយស្អាតខ្លាំងមែនទែនបងប្អូនបែបបើជ្រុងយកតែម្ដងបើមូលតែម្ដងរថយន្តសម័យមុនណាហើយសម្រាប់ប្រអប់លេខគឺប្រើជាមួយនឹងអង្គការបងប្អូនអរគ្នាហើយចកូតគឺយើងរក្សាទម្រង់ដូចតែបានជម្រាបចឹងសម្រាប់ HJ45 នេះគឺយើងរក្សាទម្រង់ដើមច្រើនខ្លាំងមែនទែនលើកលែងតែរបស់ណាដែលប្រើលែងកាត់ជប់ប្រើតែម្ដងបងប្អូននិយាយទៅគឺគ្រឿងផ្នែកខាងក្រោមសាក់ស៊ីពងជាទៀសទាំងឡាយអ្វីផ្សេងគឺយើងរៀបចំស្ងោរមកជុំបាញ់ថ្នាំឲ្យថ្មីដើម្បីចាប់ចូលវិញតែម្ដងបាទហើយចាំមើលតិចទៀតខ្ញុំនឹងធ្វើបទបង្ហាញបញ្ចប់សម្រាប់រថយន្តពីរគ្រឿងតែម្ដងបងប្អូនអរគ្នាបាទចំពោះម៉ាស៊ីនក៏ប្រើជាមួយនឹងម៉ាស៊ីនស៊ីនដែរម៉ាស៊ីន X របស់ Toyota បងប្អូនដែលលេងឡានចាស់គឺគាត់អាចនឹងស្គាល់ភាគច្រើននេះបងប្អូនមើលផ្លាកគេបាទនេះ HJ45 ហើយម៉ាស៊ីននេះក៏យើងមានការ modify ថែមជាច្រើនជាមួយនឹង turbo ជាមួយនឹង intercooler អីផ្សេងដែរធុងទឹកធុងអីនេះគឺយើងរៀបចំជាមួយនឹងម៉ាស៊ីននេះដើម្បីឲ្យវា smooth ស្រួលប្រើប្រាស់ជាងមុនហើយសម្រាប់ម៉ាស៊ីន X នេះក៏ប្រើជាមួយឡានក្រុងផងហើយឡាន Toyota Dyna ដែលជាប្រភេទឡានដឹកបើយើងខ្មែរយើងហៅឡានការ៉េណាអញ្ចឹងទម្រង់បែបបត់សម្រាប់ HJ45 នេះដូចបានជម្រាបជូនពុកម៉ែបងប្អូនហើយគឺទម្រង់នៃការរៀបចំគឺយើងនៅរក្សាមកដើមតែម្ដងហើយយើងស្ងោរថ្នាំឲ្យថ្មីធ្វើគ្រឿងឲ្យស្អាតរៀបចំយ៉ាងណាឲ្យម្ចាស់ឡានគឺពេញចិត្តអូខេបងប្អូនអ្នកគ្នាសម្រាប់ HJ45 តកូល40ស៊េរីមាន2គ្រឿងនេះមានពណ៌ដីសាច់ហើយនិងពណ៌ស៊ីម៉ង់នេះគឺមានស្ពេចប៉ុណ្ណឹងហើយយើងមិនចាំនៅវីដេអូក្រោយៗទៀតខ្ញុំនឹងធ្វើការអាប់ដេតជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាបន្ថែម